បាទអនុញ្ញាតគ្រប់នឹងជម្រាបសួរបងប្អូនប្រិយមិត្តបាទទូទាំងសកម្មជនទាំងអស់គ្នាជាទីមេត្រីគណៈពេលនេះខ្ញុំបាទនូសវណ្ណធ្វើការផ្សាយចេញពីមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញនេះព្រឹកថ្ងៃទី1ខែសីហាឆ្នាំ2026ការិយាល័យយុវជននៃមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី27ទិវាអន្តរជាតិសម្រាប់យុវជន12សីហាឆ្នាំ2026កម្មវិធីនេះប្រារព្ធធ្វើនៅមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញក្រោមអធិបតីភាពលោកហែមស៊ីនរ៉េតប្រធានមន្ទីរអប់រំនិងមានការចូលរួមពីលោកស្រីប្រធានអនុប្រធានការិយាល័យទាំង13នៃមន្ទីរអប់រំលោកស្រីប្រធានអនុប្រធានអប់រំខណ្ឌទាំង14លោកស្រីជានាយកមកពីគ្រឹះស្ថានមធ្យមសិក្សាទាំង64នៅរាជធានីភ្នំពេញនាយកមជ្ឈមណ្ឌលមិត្តភាពកម្ពុជាជប៉ុនលើកទី27ទិវាអន្តរជាតិវិទ្យាល័យសម្រាប់ខ្សែមុនរនីវត្តភ្នំវិទ្យាល័យបាក់ទូវិទ្យាល័យជាស៊ីនជូវ៉ាវិទ្យាល័យព្រែកលៀបវិទ្យាល័យអន្តរទេវីនិងវិទ្យាល័យវត្តកោយុវជនកាកបាទក្រហមយុវជនកាយរិទ្ធប្អូនសិស្សានុសិស្សក្រុម STEM យុវជនស្ម័គ្រចិត្តសរុបមានចំនួន552នាក់ក្នុងនោះក៏មានការហែក្បួនព្យុយាត្រារវាងក្រុមក្លេងទាំង6ក្រុមពីផ្លូវមាត់ទន្លេស្វាយជ្រុំឈ្មោះមកទីអប់រំសូមទស្សនាកម្មវិធីដូចតទៅសូមអរគុណ44នាក់ស្រី18នាក់ដែលជាធនធានយុវជនប្រកបដោយសក្តានុពលនិងវិន័យបទបរិបទផ្សេងគ្នាការប្រាថ្នារួមគ្នាគោលបំណងរបស់ប្រធានបទនេះក្នុងការប្រកួតលើកទី27នៃទិវាអន្តរជាតិលោកស្រីសមាជិកសមាជិកានៃអង្គពិធីទាំងមូលដែលមានវត្តមានក្នុងកម្មវិធីអបអរសាទរខួបលើកមានវត្តឆ្នាំនៅថ្ងៃទី12ខែសីហានៅលើពិភពលោកតាមការប្រតិបត្តិអន្តរជាតិសម្រាប់យុវជនដើម្បីទីការដឹកដល់យុវជនគ្រប់រូបនិងបង្ហាញពីការវត្តចិត្តរបស់ប្រមុខថ្នាក់ដឹកនាំនៅទី1ក្នុងការផ្ដល់ឱកាសក្នុងការការពារនិងកសាងជាពិសេសបំណងសវត្តទី21ទាំងបំណងវិទ្យាសាស្ត្រនិងបំណងបៃតងក្នុងនេះយើងត្រូវតែសហការគ្នាដើម្បីជំរុញអន្តរកម្មតំណងនិងអ្វីដែលសំខាន់នោះគឺបានអនុវត្តនៅគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជានិងគោលនយោបាយស្តីពីការសិក្សាពេញមួយជីវិតជាគោលនយោបាយអត្ថភាពក្នុងការរួមចំណែកពង្រីកវិស័យអប់រំឲ្យទទួលបាននូវគុណភាពពេញលេញតាមរយៈ
សកម្មភាពជាកលឹះគឺសហគមន៍សាលារៀនដែលមានន័យយ៉ាងខ្លីថាគុណធម៌សិលធម៌និងគុណភាពសិស្សបរិស្ថានសាលារៀនជាគុណវុឌ្ឍបង្ហាញពីសាលារៀនមានការអភិវឌ្ឍ ក្នុងឱកាសនោះដែរក៏មានការប្រគល់នៅបានសរសើរជូនដល់បងប្អូនកាយរិទ្ធក៏ដូចជាកកបាក្រហមទាំង6ក្រុមរួមទាំងថវិកាផងចានៅទៀតជាបន្តសូមត្រៀមចាតំណាងយុវជនកាយរិទ្ធចំនួន2នាក់តំណាងយុវជនកាកបាទក្រហមចំនួន2នាក់កាយរិទ្ធបង រីពេញក៏ដូចជាគ្រប់គ្រឹះស្ថានសិក្សាដែលមានកំណត់ព្រួយផ្ដើមក្នុងការបង្កើតឲ្យមានកម្មវិធី ចុងបញ្ចប់នៃកម្មវិធីក៏មានការបង្ហោះនៅប៉ោងអបអសាទរខួបលើកទី27ទី2អន្តរជាតិសម្រាប់យុវជន12សីហាឆ្នាំ2026និងថតរូបអនុស្សាវរីយ៍ជាមួយនឹងលោកគ្រូអ្នកគ្រូសិស្សានុសិស្សក៏ដូចជាយុវជនកាយរដ្ឋយុវជនកាកបាទក្រហមនិងក្រុម STEM យុវជនស្ម័គ្រចិត្តកីឡារាជធានីភ្នំពេញដើម្បីបញ្ចប់កម្មវិធីឆ្នាំ2026សូមអរគុណ ផ្នែករួមឲ្យសូមរក្សាវត្តមានគណៈកម្មការសិនហើយយកឡើងតាមក្រុមបាទក្រុមបាក់ទូកមកមុនគេបាទក្រុម អបអសាទរខួបលើកទី27ទិវាអន្តរជាតិសម្រាប់យុវជន 1 2 3បាទសូមទៀតបាទ1 2 3បាទសូមរក្សាវត្តមាន 1 2 3បាទសូមទៀតបាទ1 2 3បាទai đấy okបាទសូមភ្លេងអន្តរ TV បាទអន្តរ TV បាទកាក់បាក់ហងយើងទាំងអស់អន្តរ TV បាទអូខេហើយហើយបាទអរសូមបន្តប្រែកៀបអរបាត់កោះបាទអូខេរួចរាល់បាទសូមបន្តប្រែកៀបត្រៀមប្រែកៀប1 2 3បាទហើយអរគុណបាទជុកបានយើងជុកបានតែតុងនៅក្រោយតុងនៅដដែលតុងកាយរដ្ឋអូននៅដដែលឲ្យមានcòn tớiអ្នកកាន់តុងរួចរាល់បាទសូមអញ្ជើញគណៈកម្មការមេត្តាផ្ដល់វត្តមានសិនបាទពួក VMC មកចាត់ឲ្យលឿនបាទសូមអរគុណសូមគោរពថ្លែងអរគុណចំពោះគណៈកម្មការយើងក៏យុវទាំងអស់លោកនាយកលោកស្រីនីកាលោកគ្រូអ្នកគ្រូទាំងអស់ដែលបានចូលរួមក្នុងកម្មវិធី